Bàសូមជម្រាបសួរបាទបងប្អូនអរគ្នាបាទថ្ងៃនេះយើងមកមើលម្ហូបពិសេសបាទហើយមានអណ្ដើកពីក្បាលធំមែនទែនបាទថ្ងៃនេះអាហារពេលល្ងាចរបស់យើងហើយក្រៅពីនោះដែរគឺថាក៏មានពូសតាន់អាំងពូសតាន់អាំងនេះយើងប្លាក់អំបិលម្ទេសជីវិតថាងនឹងយកតាណាទេមិនចង់ចេញណាបងប្អូនបានភ្លក់រសជាតិនឹងទៅដឹងថាវាយ៉ាងណាបាទហើយនេះអណ្ដើកយើងដុតមួយហើយនេះយើងចំហុយជាមួយនឹងបាល់ម្ទេសបាទហើយយើងមាន2ពិសេសមែនតើបាទឥឡូវនេះយើងខ្ញុំចាប់ផ្ដើមបកឲ្យបងប្អូនបាទបកគឺតឹងមែនតើដែរបាទព្រោះយើងអត់សូវដែលមកដែរហូបដល់ពេលចឹងទៅយើងអត់សូវធ្លាប់ហើយបកតែមិនដឹងគេបកបែបម៉េចទេហើយខ្ញុំក៏ចេះតែបកទៅវិធីសាស្ត្រដែលមើលទៅថាតំណងនឹងអាចទៅរួចធ្វើទៅបាទនេះយើងបកទៅត្រូវដោយពុះវាមកមុនណាបាទហើយអណ្ដើកដូចជាមិនមានឆ្អឹងទេបងប្អូនបាទយើងឃើញថាខ្ញុំសិតតែសាច់តែម្ដងហូបទៅដូចឆ្អឹងតែមិនទូចមែនតើនេះវាមាននិយាយថាមិនមានឆ្អឹងទេតែដៃវាអីហ្នឹងហើយនឹងក្បាលវាហ្នឹងបើថាក្នុងហ្នឹងគឺសាច់ទាំងអស់តែម្ដងបាទហើយអណ្ដើកនេះគឺអណ្ដើកធម្មជាតិទេបងប្អូនពីក្បាលនេះគឺអេមយកតែមែនតែនហ្មងហើយវាថារសជាតិហ្នឹងដល់កបងប្អូនអើយយើងដាក់ជាមួយអាចាក់តិចទៀតមកកុំភ្លេចហើយនេះយើងពិបាកបកដែរបងប្អូនបាទពិបាកបកមែនតើខ្ញុំកោះប្រហែលនិយាយទៅកោះតាំងពីស្នូកវាលើមកគឺពិបាកកោះដែរទាញឡើងតឹងដៃទាញអត់ចេញយកសភាជួយហើយទៅពេលដល់វាចេញមកចារកធ្លាក់បាទញាក់ទាំងនៅក្រៅនេះទៀតណាបាទអណ្ដើកនេះអណ្ដើកធម្មជាតិណាតធម្មជាតិទៅវារៀងពិបាកបកបន្តិចណាបងប្អូនបាទពិបាកបកបន្តិចប៉ុន្តែយ៉ាងណាក៏ព្យាយាមដែរវាឃ្លានហើយហ្នឹងហើយដល់ពេលបើកមកខ្វាក់ហ្នឹងទៅដឹងថាវាមានពងនៅក្នុងហ្នឹងទៀតកាន់តែពិសេសទៀតនឹងពងហ្នឹងបាទចេញមកហើយយើងចាប់ផ្ដើមទៅឮចាស់គាត់និយាយថាហូបអណ្ដើកហ្នឹងគឺពៅខ្លាំងណាហើយខ្ញុំមិនដឹងដែរគាត់ថាពៅនឹងពៅអីគេដែរខ្ញុំមិនដឹងហើយហូបទៅខ្ញុំហូបដឹងតែឆ្ងាញ់បើថាដឹងពៅអីខ្ញុំអត់ដឹងសោះបងប្អូនបាទបកហមតែបានចេញមកហូបបងប្អូនបាទនេះគាត់ស្នូកប៉ុណ្ណាណីខ្ញុំនិយាយទៅស្នូកនេះកោសដល់ខ្ទេចហ្មងដល់អស់អាជាតិនៅក្នុងលើស្នូកហ្នឹងបាទនេះយើងចាប់ផ្ដើមកោសវាព្រោះអាហ្នឹងសិតតែខ្លាញ់ហ្មងបងប្អូនបាទខ្លាញ់នឹងខ្លាញ់ឆ្ងាញ់ណាស់បងប្អូនបាទឆ្ងាញ់ណាស់បងប្អូនដែលធ្លាប់បានសាកទៅដឹងមិនទាន់បានសាកមានឱកាសតែមួយសាកទៅអានេះមិនកាធាយណាអណ្ដើកនេះគឺអណ្ដើកធម្មជាតិទៀតគឺវាថារសជាតិវិញខ្ញុំបរិយាយប្រាប់បងប្អូនទៅក៏ពិបាកដែរព្រោះដល់ហូបខ្លួនឯងមកមិនដឹងថាយ៉ាងណាតែដល់ធ្វើឲ្យឆ្ងាញ់ដែរហើយលោកអ្នកខ្លះគាត់ចេះរូបមន្តធ្វើអីចឹងទៅលោពិបាកបាទហើយយើងព្យាយាមកោសវាអស់មកហើយយើងក៏សាកមួយម៉ាត់មើលវាឆ្ងាញ់អត់បាទបើថាឆ្ងាញ់ទេយើងយកទៅអាំងអីថែមអញ្ចឹងឧទាហរណ៍ណាបាទជាតិណាស់បងប្អូនបាទនេះហើយកៅតករបស់យើងនេះយើងត្រៀមអីចាក់តិចទៅហ្នឹងហើយអរគុណច្រើនបងប្អូនបាទ